នៅទាំងអស់គ្នាមិនដឹងឯនៅក្នុងMessenger យើងអាចឆាតទៅគេហើយអត់ឲ្យគេដឹងថាយើងបានឆាតទៅគេទេឆាតបែប silent និយាយជាស្អីគឺឆាតបែប silent មែនចឹងខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាថាធ្វើម៉េចឆាតបែប silent បានអញ្ចឹងដំបូងអ្នកទាំងអស់គ្នាកណ្ដាត់រកអ្នកណាម្នាក់ដែលយើងចង់ឆាតទៅបន្ទាប់មកអ្នកទាំងអស់គ្នាចុចតាមខ្ញុំគឺយើងទៅចុចសញ្ញា slash បាទបន្ទាប់មកយើងសរសេរពាក្យថា silent ហើយយើងចង់សរសេរអីសរសេរទៅក្នុងឆាតរបស់យើងនឹងអញ្ចឹងនៅក្នុងឆាតហ្នឹងនៅពេលដែលយើងដាក់ slash silent ពីមុខហើយរាល់ឆាតដែលយើងសរសេរគេមិនអាចមើលឃើញរហូតដល់ថ្ងៃរហូតតតែគេ search ឈ្មោះយើងហើយចូលមើល